everyone សូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំសូមណែនាំអំពីមូលដ្ឋានគ្រឹះនៃ Microsoft Excel ជាដំបូងសូមណែនាំអំពីការភាពទូទៅនិយមន័យនិងវិធីចូលទៅកាន់ក្នុងការប្រើប្រាស់កម្មវិធី Excel ឥឡូវតើកម្មវិធី Excel ជានិយមន័យរបស់វាមានន័យថាម៉េចកម្មវិធី Excel ជាភាសាខ្មែរហៅថាកម្មវិធីនិពន្ធដែលមានន័យថាគឺជាកម្មវិធីសៀវភៅបញ្ជីមួយដែលប្រើសម្រាប់សម្រួលដល់ការគណនានិងការងារតាក់ទងទៅនឹងតារាងដូចជាបញ្ជីចំណូលចំណាយបញ្ជីប្រាក់បៀវត្សបុគ្គលិកវិក័យប័ត្រនិងសង់ក្រាហ្វិកឬគំនូសតាំងកម្មវិធីនិពន្ធមិនមែនប្រើសម្រាប់វាយអត្ថបទធម្មតាឬអត្ថបទរដ្ឋបាលដូចជាកម្មវិធី Word នោះទេគេប្រើវាសម្រាប់វិភាគគណនាលេខស្មុគស្មាញនិងគ្រប់គ្រងទិន្នន័យនេះគឺជានិយមន័យរបស់កម្មវិធី Microsoft Excel ឬក៏យើងហៅខ្មែរថាកម្មវិធីនិពន្ធដើម្បីចូលទៅប្រើប្រាស់នៅកម្មវិធី Excel ហ្នឹងយើងចូលដល់របៀបណាហើយមានប្រមាណរបៀបអូខេជាដំបូងនៅពេលដែលយើងបើកកុំព្យូទ័រយើងមកយើងឈរអញ្ចឹងយើងអាចចុចនៅលើ Start menu នេះហើយយើងវាយពាក្យថា Excel នោះវានឹងលោតមកលើហ្នឹងហើយយើង right click វាមកអូខេនេះគឺជាផ្ទាំង interface ដំបូងនៅពេលដែលយើងបើកនៅកម្មវិធី Excel អូខេតើមានបានរបៀបយើងចុចលើ សេកនេះមកនេះវាលោតឲ្យលើគេហ្នឹងយើង right click តែម្ដងក៏បានឬក៏យើងវាយពាក្យ Excel នៅកន្លែងនេះក៏បាន Excel វាលោតឲ្យដូចគ្នានេះគឺជានិយមន័យរបស់ Excel ក៏ដូចជាវិធីចូលទៅប្រើប្រាស់នៅ Excel ដែរអរគុណដែលចូលទស្សនានៅវីដេអូនេះសូមជួយ Subscribe, Like and Comment វីដេអូ